ពុទ្ធៈធម្មៈសង្ឃសាមិសតិគុណមេត្តាបេតាចអចារិយ៉ាងសัพពៈទេវតាំងអន្តរព្រមនសាសัพពសោសัพពទាពហុទេវីសัพពចក្រវាឡាឧកាសៈអហង្ញមសាគុណានុភាវេនៈករោតុមេរខន្តុមេក្រោយចប់ប្រណាមដោយសង្ខេបតាមបទតាមបែបរបៀបបាលីខ្មែរនមស្ការផងទៅដែរចំពោះព្រះសង្ឃគ្រប់អង្គាពិសេសព្រះគ្រូភេទធម្មោរាំងសីហៅនឹមស្លឹកជានាមដើមដល់ប្រពៃនៅវត្តតនអហៅផ្អជាវត្ថុបំណងព្រះអង្គឲ្យខ្ញុំកណាផ្សាយវប្បធម៌ទី1ទី2វីដេអូឥឡូវឈានបន្តដល់ទី3អំបញ្ញមិញជាមគ្គធៈអេបែបត្រៃប្រណាមយ៉ាងប្រាជ្ញនមស្ការចំពោះប្រជុំ3តែមិនប្រែទេល្បិតដីពលជាបាលីគោរពអង្គលោកតែលោកយាយខ្ញុំចាប់ស្រដីដូចតទៅអេនេះអេទៅពិតណាស់ហើយចិត្តដល់ហើយ Merry Christmas អានមិនទាំងច្បាស់ផងអានតែ Christmas តាមពិត Merry Christmas អានឹងជារឿងគេសោះជាវប្បធម៌ជាតិដតីនឹងថ្ងៃ25ធ្នូនឹងមកដល់ចិត្តឈានឆ្នាំថ្មី Happy New Year ជាឆ្នាំសកលគឺគិតតាមគ្រិស្តសករាជប៉ុន្តែគិតជាទូទៅមិនមែនបែបខ្មែរអ្វីប៉ុន្តែប្រឹងណាស់ក្មេងកូនចៅប្រុសស្រីអបអសាទរទៅចុះក៏មិនថ្មីប៉ុន្តែសំខាន់ធ្វើខ្លួនឯងឲ្យដូចគេនិយាយសុទ្ធតែភាសាបរទេសអាខ្លួនមិនសូវច្បាស់ប៉ុន្មានដែរ Hello guys
ដល់ទៅក្រោយមកទៅវត្តទៅជាមួយឪម៉ែអ្នកកាន់ព្រះពុទ្ធសាសនាទេដល់សាសនាគេ Merry Christmas ខ្លួនក៏អនុវត្តអញ្ចឹងដែរប៉ុន្តែវប្បធម៌ខ្មែរហ្នឹងចាប់តាំងពីអំណើតទៅច្បាស់ជារបេះរបើសរបូតទៅអស់ព្រោះខ្មែរមិនប្រព្រឹត្តតាមខ្មែរយើងមានពុទ្ធស័ក្តិគឺការាចៈខ្មែរមិនជាប់ដើមចាញ់គេចិត្តខាងគេធ្វើទំនៀមគេគិតពុទ្ធសករាជមុនគេមិនអានទេឆ្នាំសកលប៉ុន្តែយើងឥឡូវបើថាវារៀងរាល់សរសេរខែថ្ងៃគួរកុំឲ្យសុនយើងសរសេរពុទ្ធសករាជជាមុនថ្ងៃអីប្រមាណរួចប្រមាណកើតខ្នោតសរសេរទៅរួចហើយចាំសរសេរឆ្នាំអីឆ្នាំនេះឆ្នាំម្សាញ់ឆាក់ស័កឬក៏សម្រិទ្ធស័កឬក៏ចត្វាស័កសរសេរវាបានចេះពាក្យនឹងផងប៉ុន្តែមិនអញ្ចឹងអីដាក់តែថ្ងៃនេះថ្ងៃណែសុកទីប្រមាណអញ្ចឹងមកដាក់តែ2025គេទៅចង់សង្ខេបខ្លីប៉ុន្តែវាបាត់អស់ហើយព្រះពុទ្ធបែបព្រះពុទ្ធសាសនាខ្មែរពីអតីតតែងឲ្យតម្លៃយ៉ាងប្រពៃឥឡូវក្មេងក្រោយប្រុសស្រីគេកែដល់ពេលបន់គេ Halloween Day សបាយមិនធម្មតាដែរធ្វើខ្មោចធ្វើព្រាយនៅក្នុងស្រុកខ្មែររបៀបស្រុកគេគួរឲ្យខ្មាស់ចំណែកស្រុកគេឯនោះវិញមកភ្នំពេញឬខេត្តផ្សេងខ្លះរៀនវប្បធម៌ខ្មែរប្រាជ្ញាណាស់ដល់គេឃើញយើងប្រតិបត្តិច្បាស់វប្បធម៌គេខំធ្វើ Hello គេស្មានតែយើងនឹងជនជាតិដូចគេដែរបរទេសគេមកស្រុកខ្មែរគេប្រឹងប្រែងស្គាល់នំបញ្ចុកប្រហុកនឹងពហុនឹងវាយ៉ាងណារួចឯងទៅវិញគ្រាន់តែបើកលក់ភីហ្សាមិនទាន់ដល់ថ្ងៃ25ផងដាក់ Merry Christmas Day ទៅហើយខ្ញុំសែនកាត់ទុកមួយចៅប្រុសស្រីអេអភ័ព្វពីក្រៃវប្បធម៌ក្នុងស្រុកអីវិសាខបូជាមាឃបូជាខ្មែរមានតាមបែបពុទ្ធសាសនាក្មេងមិនស្គាល់ទំនុកឃើញតែគេទៅវត្តឃើញតែគេដាក់ថ្វាយផ្កាព្រះប៉ុន្តែមិនដឹងថ្ងៃអីដូចថ្ងៃសិលអញ្ចឹងស្រួលមិនដឹងថ្ងៃអីទេអូចាំមិនយាយតាឲ្យនឹងទៅណានោះទៅធ្វើអីនោះប៉ុន្តែបើត្រង់ខ្លួនឯង Halloween Day Valentine's Day នាំគ្នាចូលទៅពេញផ្ទះសំណាក់ហូចក្រាក់ដាច់យប់យ៉ាងអស្ចារ្យមកដល់ម៉ែឪបានទឹកភ្នែកគួសង្វេគព្រោះកូនមានកូនអត់ប្តីគួអនិច្ចាម៉ែថាម៉ែប្រាប់មិនស្ដាប់រ៉ែរវល់ភ្លើននឹងច្រឡំឃ្លាពាក្យថា Valentine's Day ប្រែតែថ្ងៃនៃសេចក្តីស្រឡាញ់មិនមែនថ្ងៃបុណ្យសង្សារទេអ្នកដែលគេកែទៅជាបុណ្យសង្សារព្រោះគេចង់កេងចំណេញពីលើស្រីជាគូស្នេហ៍ក្រែងបានមកចំោះពីចំោះឬក៏បានមកទឹកពីទឹករួចហើយហូហែខ្លះបិទទូរស័ព្ទដៃបោកក្របបែកបាត់យើងនិយាយបែបសាមញ្ញបើចឹងក្មួយចៅគួរប្រយ័ត្នប្រយែងកុំឲ្យបាត់វប្បធម៌យើងយ៉ាងប្រជ្ជៈចាប់ហើយណាលោកអ្នកបែបបត់នៃចបៃវត្តហើយយើងតែងប្ររពរឿងថ្ងៃចូលឆ្នាំសកលហ្នឹងមិនខានអ្វីប៉ុន្តែគ្រាន់តែវប្បធម៌គេសោះភ្លុកទឹកភ្លុកដីបាញ់កំជ្រោចស្មើគ្រឿងអីស្មើនឹងសម្លេងក្របបែកភ័យហើយអើយភ័យសួរទៅកម្មវិធីអីគេ Happy New Year គេថាឆ្នាំថ្មីទេគេថា Happy New Year ស្អីគេអា New Year ហ្នឹង
នឹងខ្ញុំដឹងដែរខ្ញុំថាតាមគេដែរណាត្រឹងហើយដល់វាខូចស្ដាប់គេមិនស្រូបប្រយោជន៍ប៉ុន្តែប្រឹងតែតប៉ែចេះធ្វើតាមតែគេទេប៉ុន្តែខ្លួននៃឯងមិនយល់ដែររ៉េបបែបបរទេសរួចហើយគេសួរគេប្រាប់ទៅតាំងខឹងគេគេថាអានឹងភាសាក្មេងសម័យឯងអញតបែងចូលមកអញនឹងកោឯងញ៉ៃញ៉ៃគេរ៉េបណាធ្វើបែបនឹងក្មួយចៅឲ្យរលើងអស់ហើយរលំអស់ហើយវប្បធម៌យើងដល់ប្រពៃខ្លែងក្រែងក្មួយឈ្មោះអីឈ្មោះសុភ័ក្រឈ្មោះស៊ីនួនណាឈ្មោះបញ្ញរិទ្ធណាឈ្មោះរតនៈឈ្មោះស្រីមីឈ្មោះហេងឈ្មោះហុងកើតនៅទឹកដីឈ្មោះអីឈ្មោះស្លឹកចឹងណាឧទាហរណ៍ណាហើយឈ្មោះទៀតឈ្មោះស្លាយឧទាហរណ៍កើតលើទឹកដីខ្មែរយើងយ៉ាងប្រពៃប៉ុន្តែត្រេកអររបស់គេយើងឥតមានរឿងខ្មោចទៅសោះប៉ុន្តែទៅគប់ចិត្តនឹងហូលវិនទេបើធ្វើមុខលៀបមាត់ប្រឡាចគ្នាធ្វើមិនដឹងឲ្យគេភ័យហោហើយជួនកាលកើតជាបញ្ចោមរាយកប់មាត់ក៏មានបញ្ចប់សេចក្តីជាចបៃប៉ុណ្ណេះបានក្រែងក្មួយអ្នកថតកលយានគេប្រញាប់ទៅសាលាសូមអរប្រគុណព្រះគ្រូចៅអធិការវត្តតនអវត្តធម្មូរាំងសីមហាអរគុណបញ្ញរិទ្ធក្មួយដែលបានជួយថតតាសូមជូនពរសាធុការសង្ខេបនិទ្ធិតាចប់ក្តីប៉ុណ្ណេះគឺសង្ឃឹមក្មួយចៅនឹងត្រេះរិះគឺអើយ